បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញការងារផ្លាស់ប្ដូរគូក្បាលថ្មីសម្រាប់ទូចាស់ចាស់ដែលប្រើរាប់ឆ្នាំហើយមានបញ្ហាអញ្ចឹងការងារនេះគឺយើងធ្លាប់ធ្វើជូនលោកពូម្សាហើយលោកពូគាត់ប្រើមួយរយៈទៅឃើញថាវាស្រួលដំណើរការល្អក៏គាត់មានទូចាស់2គ្រឿងទៀតប៉ុន្តែគាត់លក់ដាច់តែ2គ្រឿងឯងអញ្ចឹងគាត់ធ្វើថែមតែមួយគ្រឿងទៀតតែប៉ុណ្ណោះណាមួយអាទូកតាល់ហ្នឹងវាមានបញ្ហាដែរអញ្ចឹងណាអញ្ចឹងនេះការងារដែលយើងធ្វើគឺយើងប្រើជាប្រភេទមុខ2ជាន់បែបនេះយើងរៀបចំកាត់ថ្មីទាំងអស់ហ្មងណាអានេះយើងដូរទាំងគូក្បាលហើយគឺយើងរៀបចំមុខថ្មីមួយសេតតែម្ដងដូចខ្ញុំបង្ហាញទូចាស់ខ្ញុំធ្វើសារមុនហ្នឹងណាហើយនេះការងារថ្មីដែលយើងត្រូវធ្វើបន្ទាប់ហ្នឹងអញ្ចឹងឥឡូវនេះគឺយើងបានធ្វើឲ្យចូល80%ហើយគ្រាន់តែយើងធ្វើការសាកតេស្តពេញបន្ថែមទៀតតើការងារដែលយើងរៀបចំឲ្យវេទនាការស្រួលប៉ុណ្ណាអញ្ចឹងណាអញ្ចឹងដូចនេះខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងឃើញថាពាក់ព័ន្ធជាមួយនឹងការបញ្ជាកុងទ័រផ្សេងហ្នឹងគឺវេទនាការដើរលេខវិញទាំងអស់ហើយយើងក៏បានធ្វើការសាកតេស្តពេញជូនលោកពូផងដែរហើយនេះការងារបន្ទាប់ពីយើងរៀបចំឲ្យ 100% ឃើញថាស្អាតខ្លាំងណាបងប្អូនអានេះខ្ញុំប្រើជាប្រភេទមុខ2ជាន់ណាមុខ2ជាន់នេះមើលទៅប្លែកថ្មីស្អាតខ្លាំងមែនទែនហ្មងដោយសារតែយើងប្រើមុខ2ជាន់បែបនេះទី1វាការពារនៅពេលដែលមានភ្លៀងសាច់អីផ្សេងគឺវាអត់ងាយចូលដល់អេក្រង់ទេហើយការពារសត្វល្អិតផ្សេងចូលឲ្យមានការស្លកនៅលើហ្នឹងផងដែរហើយមុខ2ជាន់បែបនេះមើលទៅគឺស័ក្តិសមហើយស្អាតខ្លាំងហ្មងជាមួយនឹងការងារទូដៃ3នេះហើយបន្ទាប់ពីយើងរៀបចំតឡើងហើយក៏យើងមានការធានាត្រឹមត្រូវជូនលោកពូដែរហើយការងារនេះគឺយើងបញ្ចប់នៅខាងខេត្តកំពង់ចាមយើងឆ្លងស្ពានគីសណាបន្តិចនៅខាងស្ដាំដៃអញ្ចឹងអរគុណបងប្អូនទាំងគ្នាដែលទស្សនាវីដេអូខ្ញុំអញ្ចឹងបើសិនជាបងប្អូនមានទូចាស់ដែលប្រព័ន្ធវិទ្យាវាចាស់សឹករិលពិបាកលក់អេក្រង់បង្ហាញអត់ច្បាស់តេឡេចុចគាំងអីអាចធ្វើការតាក់ទងមកក្រុមការងារយើងបានគឺយើងផ្លាស់ប្ដូរមួយ set ថ្មីបែបនេះតម្លៃក្រោម 1500 ឯងបងប្អូន2ឈុតសម្រាប់ទូដៃ2យើងប្រើ2ឈុតហើយការងារនេះគឺយើងរៀបចំថ្មីមួយ set ទាំងអស់តែម្ដងអញ្ចឹងអរគុណសម្រាប់បងប្អូនមានតម្រូវការអាចឆាត